ពីការអភិវឌ្ឍជំនាញក្នុងការតាក់ទាញការវិនិយោគទុនដែលយើងនឹងមកអ្នកទាំងអស់គ្នាឆ្លងកាត់ចំណេះដឹងតាក់ទងនឹងសេដ្ឋកិច្ចអប់រំនិងអភិវឌ្ឍជំនាញពួកយើងជំនាញសេរីសមនរីករាយដែលបានអញ្ជើញជាកិត្តិយសដែលមានបទពិសោធន៍ស្ដីពីការអភិវឌ្ឍជំនាញដើម្បីតាក់ទាញវិនិយោគទុនសួស្តីមានคนទាំង3រូបដែលមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសួស្តីខ្ញុំឈ្មោះនុស្ការសួស្តីខ្ញុំឈ្មោះរារីសួស្តីខ្ញុំឈ្មោះយមណាមកដល់សំណួរដំបូងតើជំនាញមានតួនាទីយ៉ាងដូចម្តេចក្នុងការតាក់ទាញវិនិយោគទុនរបស់ដែលហៅថា FDI ចំពោះសំណួរទី1ការអភិវឌ្ឍជំនាញជាឧបករណ៍សំខាន់នៅក្នុងការទាក់ទាញ FDI ព្រោះវាបង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពប្រសិនបើប្រទេសណាមានកម្មករដែលមានជំនាញបច្ចេកទេសនិងជំនាញទុនល្អអ្នកវិនិយោគនឹងមានទំនុកចិត្តនៅក្នុងការវិនិយោគជំនាញជួយបង្កើនផលិតភាពនិងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសក្នុងទីផ្សារអន្តរជាតិឧទាហរណ៍ប្រទេសសិង្ហបុរីសិង្ហបុរីជាប្រទេសដែលទទួលបាន FDI ឆ្នាំតពួកគេបានអភិវឌ្ឍជំនាញវិនិយោគដល់ចំពោះសិង្ហបុរីវិនិយោគខ្លាំងទៅលើការអប់រំនិងបណ្ដុះបណ្ដាលតាមរយៈកម្មវិធី Skill Future ការផ្ដោតលើជំនាញ Digital និងជំនាញទុនបានបង្កើតទីផ្សារការងារដែលទាក់ទាញសម្រាប់អ្នកវិនិយោគតាមការស្រាវជ្រាវពីប្រទេសមេស៊ីកូពីមុនមកបែរដឹងថាមេស៊ីកូបានអភិវឌ្ឍជំនាញថ្មីៗរបស់ពួកគេតើកម្ពុជាអាចរៀនអ្វីខ្លះអំពីគម្រោងអភិវឌ្ឍជំនាញរបស់ពួកគេចំពោះសំណួរនេះដែរគឺកម្ពុជាអាចសិក្សាអំពីការសហការរវាងរដ្ឋនិងឯកជនរបស់ក្រុមហ៊ុនមេស៊ីកូហើយក្នុងការបណ្ដុះបណ្ដាលជំនាញនេះដែរបច្ចេកទេសនេះគឺត្រូវបានអនុវត្តទៅតាមតម្រូវការរបស់តំបន់ឧស្សាហកម្មហើយមេស៊ីកូក៏មានវិញ្ញាបនបត្រផ្លូវការដូចគ្នាដែលបង្ហាញអំពីជំនាញពិតប្រាកដរបស់កម្មករនេះជាសោតគឺប្រទេសនោះក៏ប្រើកម្មវិធីបណ្ដុះបណ្ដាលទ្វេដងដែលអនុញ្ញាតឲ្យសិស្សនិស្សិតទាំងអស់បានសិក្សាស្របពេលតែមួយជាមួយនឹងការធ្វើការដូចគ្នាតើអ្នកវិនិយោគទុនចង់ស្វែងរកជំនាញអ្វីខ្លះពីកម្លាំងពលកម្មចំពោះអ្នកវិនិយោគទុនចង់មានជំនាញបច្ចេកទេសដូចជា Electronic, IT ឬវិស្វកម្មប៉ុន្តែជំនាញទុនក៏សំខាន់ដែរជំនាញទុនមានដូចជាការទំនាក់ទំនងល្អការធ្វើការជាក្រុមការដោះស្រាយបញ្ហានិងការចូលរួមផ្នែកសេដ្ឋកិច្ច Digital កម្លាំងពលកម្មដែលមានទាំងពីរជំនាញនេះនឹងអាចប្រជែងនៅក្នុងទីផ្សារកាន់តែចម្បងយើងចង់ដឹងថាតើសិង្ហបុរីនិងមេស៊ីកូជាប់ការអប់រំនិងតម្រូវការសេដ្ឋកិច្ចយ៉ាងដូចម្តេចដែរចំពោះសិង្ហបុរីមានគណៈកម្មការដែលពិចារណាទៅលើតម្រូវការការងារនាពេលអនាគតហើយពង្រឹងនឹងការចូលរួមនេះដែររបស់ឧស្សាហកម្មនោះក្នុងការកំណត់មាតិកាបណ្ដុះបណ្ដាលមេស៊ីកូក៏បានសហការជាមួយនឹងសហគ្រាសធំដើម្បីធានាបានថាកម្មវិធីបណ្ដុះបណ្ដាលសមស្របទៅនឹងតម្រូវការប្រកបហើយទាំងពីរប្រទេសហ្នឹងគឺបង្កើតប្រព័ន្ធគ្រប់គ្រងទៅដល់ការបង្កើតជំនាញសមស្របឥឡូវយើងនិយាយពីកម្ពុជាវិញតើបញ្ហាធំៗអ្វីខ្លះដែលកម្ពុជាកំពុងប្រឈមមុខក្នុងការអភិវឌ្ឍជំនាញកម្ពុជាកំពុងប្រឈមមុខនឹងការខ្វះថវិកាដោយវិស័យបណ្ដុះបណ្ដាលបច្ចេកវិទ្យាមាតិកាបង្រៀនមិនទាន់សមស្របនិងបុគ្គលិកគ្មានបទពិសោធន៍គ្រប់គ្រាន់ការចូលរួមរបស់វិស័យកម្មនៅតែនិងការមិនពាក់ព័ន្ធលើការប្រកតើការសហការរដ្ឋឯកជនអាចជួយកម្ពុជាបង្កើតជំនាញកាន់តែប្រសើរបានដូចម្តេចចំពោះសំណួរនេះការសហការជាមួយនឹងសហគ្រាសអាចធ្វើឲ្យកម្មវិធីបណ្ដុះបណ្ដាលកាន់តែសមរម្យនឹងតម្រូវការតាមតំបន់វាអាចបង្កើតឱកាសអនុវត្តពិតប្រាកដសម្រាប់សិស្សនិស្សិតនិងជួយសហគ្រាសរកឃើញនិយោជិតសមត្ថភាពខ្ពស់ករណីរបស់មេស៊ីកូបង្ហាញថាវាជារបៀបដ៏មានប្រសិទ្ធភាពនៅក្នុងការរួមចំណែកអភិវឌ្ឍជំនាញជាតិដូចនេះយើងចង់សួរផ្នែក Macroeconomy វិញតើមានទំនាក់ទំនងអ្វីរវាងលក្ខខណ្ឌសេដ្ឋកិច្ចធំៗនិងការអភិវឌ្ឍជំនាញចំពោះបញ្ហាទៅលើ macro សេដ្ឋកិច្ចវិញលក្ខខណ្ឌសេដ្ឋកិច្ចគឺមានដូចជាស្ថិរភាពនយោបាយ
ច្បាប់បរិស្ថានហើយនឹងបណ្ដាញហិរញ្ញវត្ថុដែលធ្វើឲ្យអ្នកវិនិយោគចូលចិត្តនៅលើប្រទេសណាមួយហើយនីតិសាស្ត្រគឺបញ្ហាកម្លាំងពលកម្មដែលមានជំនាញធ្វើឲ្យប្រទេសនោះមិនអាចទាញចូលទៅ FDI បានច្រើនទេដូចនេះការអភិវឌ្ឍជំនាញគឺជាគ្រឿងចម្បងក្នុងសេដ្ឋកិច្ចក្នុងការគូប្រជែងក្នុងបរិបទបច្ចុប្បន្នតើកម្ពុជាបានធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍជំនាញឲ្យសមនឹងតម្រូវការទីផ្សារអន្តរជាតិកម្ពុជាបានបង្កើនការវិនិយោគលើវិស័យបណ្ដុះបណ្ដាលបច្ចេកវិទ្យាការលម្អមាតិកាបង្រៀនអភិវឌ្ឍគ្រូបង្រៀនឲ្យមានសមត្ថភាពនិងធ្វើការជាមួយសហគ្រាសក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលអនុវត្តការផ្សព្វផ្សាយអំពីសារៈសំខាន់នៃជំនាញទន់ក៏ត្រូវបានចងក្រងនៅក្នុងគោលនយោបាយជាតិផងដែរជាចុងក្រោយមុននឹងបញ្ចប់ការសន្ទនាតើអ្វីទៅជាវិធីអភិវឌ្ឍទាំងជំនាញបច្ចេកទេសនិងជំនាញទន់ជារួមគ្នាដើម្បីឲ្យការជាអភិវឌ្ឍបានឆាប់រហ័សកម្ពុជាគួរចូលរួមគ្រប់ផ្នែកដោយរួមបញ្ចូលជំនាញទន់ក្នុងកម្មវិធីសិក្សាបច្ចេកទេសវិស័យអប់រំគួរផ្ដោតលើការបណ្ដុះបណ្ដាលគ្រប់បែបផែនដូចជាការបង្ហាត់ក្នុងការអភិវឌ្ឍការកិត្តិយសការទំនាក់ទំនងនិងភាពជាអ្នកនាំជំនាញទាំងពីរនេះជួយឲ្យកម្មករជឿជាក់និងមានសមត្ថភាពក្នុងទីផ្សារការងារបច្ចុប្បន្ននិងអនាគតអរគុណចំពោះការចូលរួមចែករំលែកដ៏មានអត្ថន័យរបស់បងពិតជាមានចក្ខុវិស័យល្អសម្រាប់អ្នកមើលខ្ញុំសង្ឃឹមថាពេលមានកម្មវិធីសម្ភារនៅក្រោយខ្ញុំអាចហៅបងមកសម្ភារពេលបងនឹងចូលរួម